បាទជាបឋមខ្ញុំបានសូមគោរពជំរាបសួរទៅដល់លោកតាលោកយាយអ៊ំពូមីងទាំងអស់គ្នាដែលចូលចិត្តវិស័យចិញ្ចឹមគោក៏ដូចជាចូលចិត្តតាមដានជាមួយនឹង Channel YouTube របស់ខ្ញុំបាទទាំងក្នុងប្រទេសក៏ដូចជាក្រៅប្រទេសបាទអញ្ចឹងមួយរយៈកន្លងមកនេះខ្ញុំបានផ្អាកធ្វើការលក់បាទរៀងយូរដែរហើយក៏បាត់មុខពី Channel YouTube រៀងយូរគ្រាន់ដែរបាទអញ្ចឹងហេតុផលខ្ញុំនឹងបង្ហាញជូនទាំងអស់គ្នាបាទដើម្បីឲ្យបងប្អូនបានដឹងក៏ដូចជាតាមដានជាមួយនឹងការផ្សាយរបស់ខ្ញុំផងដែរបាទហើយក្នុងនោះហេតុផលទី1គឺបញ្ហាស្រុកទេសបាទដែលខ្ញុំមានទីលំនៅនៅក្នុងទឹកដីខេត្តបន្ទាយមានជ័យហើយគៀកនឹងព្រំដែនទៅទៀតអញ្ចឹងបងប្អូនដឹងហើយបាទអញ្ចឹងហេតុផលទី2គឺដោយសារបញ្ហាគោយើងក៏អស់អញ្ចឹងខ្ញុំក៏មិនសូវបានទិញលក់ទេដោយសារមមាញឹកនៅការមើលថែផងហើយក៏អត់បានដើរហេតុផលទី3តាក់ទងទៅនឹងការដឹកជញ្ជូនបច្ចុប្បន្នបាទអញ្ចឹងខ្ញុំសូមលើកមួយចំណុចដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានដឹងបាទតែក្នុងការលើកឡើងនេះមកបង្ហាញទៅតាមវាលក៏ដូចជាមានខ្យល់ខ្លាំងតិចពិបាកលោកតាលោកយាយអ៊ំពូមីងទាំងអស់គ្នាបាទស្ដាប់តិចអញ្ចឹងក៏សូមអភ័យទោសទុកជាមុនបាទអញ្ចឹងហេតុផលទី1គឺស្រុកទេសបាទមានបញ្ហាផ្ទុះសង្គ្រាមមកអញ្ចឹងខ្ញុំក៏តាក់ទងទៅនឹងការលក់ដូរមួយរយៈកន្លងមកហើយបាទអញ្ចឹងហេតុផលទី2គឺខ្ញុំមានម្នាក់ឯងអញ្ចឹងទៅវាពិបាកក្នុងការដើររោទិញហើយណាមួយតម្លៃគូក៏រៀងខ្ពស់ហើយគូនៅក្នុងតំបន់របស់ខ្ញុំទៀតសោតគឺវាអស់អញ្ចឹងក៏ពិបាកតាមនឹងអញ្ចឹងហេតុផលទី3គឺតាក់ទងទៅនឹងការដឹកជញ្ជូនពីមុនពេលដែលខ្ញុំលក់ទៅបណ្ដាខេត្តឆ្ងាយគឺអាចថាងាយស្រួលដឹកជញ្ជូនយើងធ្វើសបុតតែត្រឹមភូមិឬក៏ប៉ុស្តិ៍យើងអាចដឹកជញ្ជូនឆ្លងខេត្តបានបាទតែឥឡូវនេះបើសិនជាធ្វើត្រឹមភូមិឬក៏ប៉ុស្តិ៍ក៏ពិបាកក្នុងការដឹកដែរដោយសារខ្ញុំបានសាកសួរទៅខាងមន្ទីររួចរាល់ហើយគឺតលតែឡើងទៅដល់មន្ទីរពោះពីភូមិឋានរបស់ខ្ញុំទៅដល់មន្ទីរស្រុកថ្មពួកផ្ទាល់ជាង30គីឡូអញ្ចឹងក៏វាពិបាកចុះឡើងក្នុងការធ្វើបាទហើយតាក់ទងទៅនឹងការដឹកក៏វាឡើងតម្លៃអញ្ចឹងខ្ញុំក៏អត់បានលក់ទៅឆ្ងាយទេបាទលក់បានតែតិចតួចអញ្ចឹងលក់នៅតាមយើងធ្វើស្បុតអីតិចតួចក៏ដឹកជញ្ជូនទៅក៏អស់តិចតែដល់ពេលយើងលក់ទៅតាមបណ្ដាខេត្តឆ្ងាយវាធ្វើទៅវាអស់ច្រើនអញ្ចឹងខ្ញុំក៏ផ្អាកលក់ទៅឆ្ងាយក៏មានបងប្អូនគាត់បានខលសួរដែរហើយមានគូលក់ឬអត់អញ្ចឹងគូខ្ញុំនៅលក់ជាប្រចាំតែលក់បានតាមគៀនហ្នឹងបាទដើម្បីជាភាពងាយស្រួលកាត់បន្ថយការធ្វើសម្បត្តិអីឬដោយការដឹកជញ្ជូនអីបានច្រើនគួរសមបាទហើយបន្ទាប់ពីដែលខ្ញុំបានរៀបរាប់នេះដូចដែលបងប្អូនបានដឹងហើយថាស្ថានភាពនៅខាងហ្នឹងគូតិចដោយសារតែតំបន់នេះមានបញ្ហាអញ្ចឹងទៅបងប្អូនក៏គាត់សម្រុកលក់អស់ហើយក៏អត់មានគូហើយណាមួយយើងក៏អត់បានដើររោទៅណាឆ្ងាយដែរដោយសារយើងមានធុរៈមើលជាមួយនឹងគូរបស់យើងអញ្ចឹងខ្ញុំក៏អត់បានដើររោអញ្ចឹងផ្អាកលក់អញ្ចឹងតាក់ទងទៅនឹងការព្យាបាលជាដូចជាបង្ហាញអីផ្សេងក៏ផ្អាកទៅតាមហ្នឹងបើសិនជាបងប្អូនទាំងអស់គ្នានៅតែពេញចិត្តនៅតែចង់ដឹងនៅតែតាមដានអញ្ចឹងបងប្អូនអាចចូលមើលក្នុង Channel YouTube ខ្ញុំបានបាទអញ្ចឹងការលើកឡើងបន្ថែមរបស់ខ្ញុំនេះគឺក្នុងសម្រាប់ថ្ងៃច័ន្ទបាទទី13បាទតែពាក់កណ្ដាលខែទៀតទៅហើយសម្រាប់ឆ្នាំ2026នេះដើម្បីឲ្យបងប្អូនដូចជាលោកតាលោកយាយខ្លះគាត់អត់សូវបានយល់ដឹងបាទអំពីថ្ងៃទីខែឆ្នាំដែលខ្ញុំបានផ្សព្វផ្សាយលក់អញ្ចឹងមានអ្នកខ្លះខ្ញុំលក់ពី3តំណទៅហើយគាត់ទៅតែខលមកសួរហើយគាត់ទៅតែបានឃើញវីដេអូអញ្ចឹងអរគុណច្រើនសម្រាប់លោកតាលោកយាយអ៊ំពូមីងប្អូនប្រុសប្អូនស្រីក៏ដូចជាបងប្រុសបងស្រីមិនថាតែនៅក្នុងក៏ដូចជាក្រៅប្រទេសទេអញ្ចឹងអរគុណដែលគាត់តែងតាមដានអញ្ចឹងជាចុងក្រោយខ្ញុំបាទមានតែប៉ុណ្្នឹងអរគុណនិងសូមជម្រាបលា